តើលោកអ្នកដឹងទេថាហេតុអ្វីបានជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មានសារៈសំខាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មានសារៈសំខាន់ណាស់ប្រសិនបើគណៈបកណាដែលបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគេគឺមានន័យថាពួកគាត់មានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភានិងសមាជិកមកពីបករបស់ខ្លួនបានច្រើននិងអាចធ្វើជាប្រធានក្រុមប្រឹក្សារាជធានីខេត្តនិងក្រុងស្រុកខណ្ឌតាមច្បាប់ដែលអនុម័តកាលពីឆ្នាំ2008ហើយក្នុងករណីដែលក្បាលម៉ាស៊ីនដឹកនាំនិងសមាជិកភាពនៅក្នុងព្រឹទ្ធសភានិងរដ្ឋសភាកាន់កាប់ដោយគណៈបកពីរផ្សេងគ្នាវាក៏ជាតុល្យភាពអំណាចខាងផ្លូវច្បាប់មួយដែរដែលអាចរាំងខ្ទប់មិនឲ្យសភាអនុម័តច្បាប់តាមរបៀបជិះសេះលេងដៃគណៈព្រឹទ្ធសភាមើលឃើញថាមានភាពខ្វះចន្លោះនៃច្បាប់នោះហើយត្រូវបញ្ជូនត្រឡប់ទៅសភាវិញពោលគឺមិនរុញទូកបណ្ដោយទឹកនោះទេការបោះឆ្នោតឃុំសង្កាត់រួចហើយគឺឃុំសង្កាត់មានរចនាសម្ព័ន្ធរបស់ខ្លួនច្បាស់លាស់ដែលជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋនិងមានការផ្ទេរមុខងារនិងធនធានថ្នាក់ជាតិគឺ2.8% នៃចំណូលចរន្តថវិកាជាតិប្រចាំឆ្នាំមានទឹកប្រាក់ទទួលបានប្រែប្រួលទៅតាមទំហំប្រជាពលរដ្ឋរស់នៅឃុំសង្កាត់សរុបទាំង1646គឺប្រមាណ2ទៅ30000ដុល្លារក្នុងមួយឆ្នាំសម្រាប់មួយឃុំឬមួយសង្កាត់ថវិកាទាំងអស់នោះរួមមានប្រាក់ខែក្រុមប្រឹក្សាឃុំសង្កាត់ចំណាយរដ្ឋបាលនិងសម្រាប់ការអភិវឌ្ឍមូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋតាមការកសាងផែនការអភិវឌ្ឍ5ឆ្នាំនិងកម្មវិធីវិនិយោគ3ឆ្នាំរំកិលរៀងរាល់ឆ្នាំម្យ៉ាងវិញទៀតក្រុមប្រឹក្សាឃុំសង្កាត់មានភារកិច្ចចម្បងចំនួន2ទី1មុខងារតំណាងរដ្ឋការចុះអត្រានុកូលដ្ឋានដូចជាការចុះបញ្ជីសម្បត្តិកំណើតការស្លាប់ការរៀបអាពាហ៍ពិពាហ៍ចុះហត្ថលេខាលើការផ្ទេរកម្មសិទ្ធិដីធ្លីនិងសេវាសាធារណៈផ្សេងៗជាដើមដែលអំណាចនេះបានមកពីការធ្វើវិសហមជ្ឈការក្នុងនាមក្រសួងមហាផ្ទៃទី2មុខងារការអភិវឌ្ឍមូលដ្ឋានតាមរយៈកម្មវិធីវិនិយោគទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនិងការធ្វើវិមជ្ឈការដូចជាការសាងសង់ថ្នល់លូសាលារៀនមន្ទីរសហគមន៍បណ្ដុះបណ្ដាលកសិកម្មការទប់ស្កាត់និងអន្តរាគមន៍អំពើហិង្សាក្នុងគ្រួសារនិងការគ្រប់គ្រងមជ្ឈមណ្ឌលសុខភាពជាដើមសម្រាប់អំណាចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សាឃុំសង្កាត់គឺមេឃុំឬចៅសង្កាត់មានកាតព្វកិច្ចដើរតួនាទីជាប្រធាននៃអង្គប្រជុំនោះតែនៅពេលដែលចប់ប្រជុំគឺក្លាយជាមេឃុំឬចៅសង្កាត់ធម្មតាវិញពោលគឺមានអំណាចពេញលេញជាងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌនិងក្រុមប្រឹក្សារាជធានីខេត្តដែលមានលក្ខណៈចែកដាច់ពីគ្នារវាងអំណាចរបស់ក្រុមប្រឹក្សានិងអំណាចរបស់គណៈអភិបាលតើព័ត៌មានអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងការស្វែងយល់ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះទី1ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតទី2យើងត្រូវដឹងឲ្យច្បាស់អំពីលេខរៀងឈ្មោះរបស់យើងលេខកូដនៅទីតាំងការិយាល័យបោះឆ្នោតដែលមានបញ្ជាក់នៅក្នុងបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតនិងក្នុងបញ្ជីបោះឆ្នោតដែលមានបទផ្សាយឬក្នុងខិត្តប័ណ្ណព័ត៌មានអ្នកបោះឆ្នោតទី3ត្រូវត្រៀមពេលវេលានិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតសម្រាប់ប្រើនៅក្នុងថ្ងៃបោះឆ្នោតទី4យើងបោះឆ្នោតជូនគណៈបកនយោបាយណាមួយដែលយើងពេញចិត្តដោយគ្មានការគំរាមកំហែងការបំផិតបំភ័យឬការបង្ខិតបង្ខំណាមួយលើយើងបាននោះឡើយយើងគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់តែម្នាក់ឯងគត់ដោយគ្មានអ្នកណាម្នាក់អាចដឹងថាយើងបោះឆ្នោតជូនគណៈបកនយោបាយណាមួយឡើយទី6អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធិបោះឆ្នោតតែមួយសន្លឹកនិងតែម្ដងគត់ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់នៅការិយាល័យបោះឆ្នោតដែលមានឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនិងយកទៅជាមួយនៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតទី7ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះនិងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយប៉ុន្តែពុំបានទៅបោះឆ្នោតគឺធ្វើឲ្យបាត់សិទ្ធិរបស់ខ្លួនឯងក្នុងការចូលរួមអភិវឌ្ឍឃុំសង្កាត់និងសង្គមជាតិទី8ដើម្បីមានក្រុមប្រឹក្សាឃុំសង្កាត់មានសមត្ថភាពនិងឈ្លាសវៃយើងនឹងចូលរួមបោះឆ្នោតទាំងអស់គ្នាតាមលទ្ធិប្រជាធិបតេយ្យដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដោយស្មើភាពដោយចម្ពោះនិងដោយសម្ងាត់ទី9ភូមិឃុំសង្កាត់មានសុវត្ថិភាពនិងការអភិវឌ្ឍទៅបានគឺអាស្រ័យលើក្រុមប្រឹក្សាឃុំសង្កាត់មានសមត្ថភាពនិងឈ្លាសវៃយើងបោះឆ្នោតដើម្បីអនាគតយើងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃអាទិត្យទី4ខែមិថុនាឆ្នាំ2017ចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 3 រសៀលជួបគ្នានៅថ្ងៃអាទិត្យនេះសូមអរគុណ